សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញទី2របស់កម្ពុជាយើងសហការជាមួយកម្ពុជាក្នុងវិស័យចក្រាជាច្រើនដោយសារឲ្យកម្ពុជាអាច graduate ពី least developed country status មានន័យថាអាចអភិវឌ្ឍហើយដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានភាពប្រកួតប្រជែងក្នុងអាស៊ានផងដែរនឹងហើយយើងហៅថា Global Gateway ជំរាបសួរអ្នកទាំងអស់គ្នា What is the EU Global Gateway and why does it matter to Cambodia? In our first podcast episode, Brian Fonery, head of the cooperation at the EU delegation to Cambodia, breaks down the EU's flagship initiative, explaining its goals, opportunities, and how it aims to make a difference to communities across the country. Hello, Mr. Brian. Hello. And welcome to our podcast. Nice. How are you today? I'm doing very well, thank you. How are you? I'm good too. So thanks for joining our podcast. And my first question to you is how would you describe the EU's partnership with Cambodia today and what are the main priorities of that cooperation? Thank you. So ប្រហែលខ្ញុំសាក់ឆ្លើយជាភាសាខ្មែរ Okay, great. Yes, please. អំពីភាពជាដៃគូយើងជាដៃគូតាំងពីយូរហើយប្រហែលតាំងពីជិត30ឆ្នាំហើយយើងជាដៃគូក្នុងវិស័យជាច្រើនទី1យើងមានកិច្ចសន្ទនានយោបាយសំខាន់អំពីកិច្ចការអន្តរជាតិអំពីសិទ្ធិមនុស្សឬក៏អំពីទូនាទីរបស់កម្ពុជាក្នុងអាស៊ានផងដែរទី2យើងមានកិច្ចសហការលើពាណិជ្ជកម្មជិតស្និទ្ធនៅបច្ចុប្បន្នសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញទី2របស់កម្ពុជាទី3យើងសហការជាមួយកម្ពុជាក្នុងវិស័យចក្រាជាច្រើនដោយសារឲ្យកម្ពុជាអាច graduate ពី least developed country status មានន័យថាអាចអភិវឌ្ឍហើយដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានភាពប្រកួតប្រជែងក្នុងអាស៊ានផងដែរឧទាហរណ៍យើងមានសហការក្នុងវិស័យអប់រំនិងក្នុងវិស័យការពង្រឹងជំនាញទៀតយើងជួយកម្ពុជាបង្កើតហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិនិយោគពីអឺរ៉ុបសម្រាប់ទឹកស្អាតសម្រាប់ថាមពលបៃតងសម្រាប់កសិកម្មឬក៏សម្រាប់សេវាសាធារណៈផងដែរបាទនឹងហើយយើងហៅថា Global Gateway For listeners who are maybe unfamiliar with the Global Gateway, why is the Global Gateway initiative and how it differ from different development aids? Yes. ខ្ញុំសាក់និយាយជាភាសាខ្មែរបញ្យល់ជាភាសាខ្មែរម្ដងទៀតអញ្ចឹងអំពី Global Gateway Global Gateway ជាភាសាខ្មែរមានន័យថាច្រកទ្វារសកលច្រកទ្វារសកល Global Gateway ងាយGlobal Gateway ជាយុទ្ធសាស្ត្រដែលផ្សារភ្ជាប់ប្រទេសដៃគូរបស់សហភាពអឺរ៉ុបជាមួយសកលលោកអញ្ចឹងផ្សារភ្ជាប់ដោយរបៀបណាឧទាហរណ៍ក្នុងប្រទេសកម្ពុជា Global Gateway បង្កើតឱកាសឲ្យកម្ពុជាចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលមានស្តង់ដារខ្ពស់
ឬក៏ទីផ្សារសកលលោកមួយទៀត Global Gateway ជួយនិស្សិតទៅរៀននៅសាកលវិទ្យាល័យនានានៅអឺរ៉ុបហើយត្រឡប់មកវិញជាមួយជំនាញបច្ចេកទេសដែលអាចធ្វើការក្នុងវិស័យដែលកម្ពុជាកំពុងត្រូវការ That's it for episode 1. Thanks Brian Fornery for joining us and sharing insights on the EU Global Gateway and its impact in Cambodia. Thanks for listening and don't forget to tune in for our next episode. See you next time.